slogan គាត់ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ហ្គេមទី2រវាងធីមមេបាជាមួយនឹងវ៉ាហាឡាបាទចូលមកភ្លាមគឺតាមតាំងរបានតិចតួចទៅដើម្បីបានស្ទេកផងដែរពីណាចាឯងឈ្នះ audience prediction មិនប្រកាសថាឯងឈ្នះយើងនៅក្នុង hall ទេនៅក្នុង hall យើងច្រើនឯងកុំចង់ហ៊ានមួយយើងម៉ែយើងមក hall អំឡំ Impure Camera Rec ចាបាទវាអាចយវាមានអីល្អជាងអា Camera Rec បាទខ្ញុំប្លេចដែរជាមួយនឹង Infinix Note 50 Pro Series ដែលជាចំនួនទូរស័ព្ទថ្មីសម្រាប់ AI មិនត្រឹមតែប៉ុណ្ណោះកម្លាំងសារក៏លឿនកម្រិតអេក្រង់កាន់ទៅលើ144 Hz បាទអញ្ចឹងកុំភ្លេចណាអ្នកដែលជីបចុចលេខ MLBB ជាមួយនឹង Infinix បាទត្រូវប៉ាន់យកនៅក្រៅតេស្តយកមកហ្នឹងហើយអត់តែខ្ញុំតេស្តរបស់ player អូយស្រួលលេងខ្លាំងបាទអញ្ចឹងយើងក៏លេខទៅមើលអំបលឹមជាមួយនឹង game នេះ Bimo យក Brave Smite ទេអត់យក Impure Rec ទេណាជាមួយនឹង Core បាទឥឡូវ Luffy រៀងស្ងប់ស្ងាត់ការ clear lane King Aris ក៏ចេញ clear ដូចគ្នាចាំឲ្យមានចំណេញមកខាងគាត់ដើម្បីគាត់បញ្ចប់ជាមួយនឹងការ clear យកនៅពេលដែល level 4 total បាទ early game ស្ងប់ស្ងាត់ល្អមែនទេ face លឹកនេះមហាឡាយល់ហើយតែមិនអាចចាញ់បោកទៅលើ team match ទេបាទព្រោះមកឈុត face early ធ្ងន់តែបាទអញ្ចឹងដោយបាននិយាយយ៉ាងជាមួយនឹង Secret គាត់ថាអើយ៉ាហត់ជន់យកតែម្ដងជាមួយនឹង King Ares មានបញ្ហាចាយ off flicker មួយបាទហើយពី King Ares បាទថា flick ឯងព្រោះសារមិញអ្នកយក flow ហ្នឹងយកមកបរៀនគេអ្នកមកវាយគេឥឡូវគេវាយវិញបាទមិនឯងនៅខាងក្រៅឯងធ្លាប់រៀនមួយយើងតែនៅក្នុងហ្គេមយើងវាយឯងហើយបាទឥឡូវ Cypher ជាប់ជាមួយនឹងជញ្ជាំងរបស់បណ្ដាញយកតែម្ដងជាមួយនឹង Secret ក៏មានការម៉ាត់ចុះម៉ាត់ឡើងទៅលើ Cypher ដូចគ្នាតែប៉ិតAres ហើយជាមួយនឹង Luffy ពុំម៉ាក់គ្នាដែរមួយគ្នាដែរហ្នឹងរៀនមួយគ្នាបាទអញ្ចឹងដល់ពេលមកប៉ះគ្នាក្នុងហ្គេមដែរបាទចាឥឡូវភ្លាមជាមួយនឹងការតែយកទៅថបាទយកជាមួយនឹងជាទី2ពី Cypher បើកដាក់អុកយកតាមដល់ពីបរិមាណមកទេទាំងពីជាមួយនឹងការអុកស្វែឡងជាប់ដល់តែពីបញ្ញា Retribution បានទៅលើជាមួយនឹងសាស៊ូទេតែមានវត្តមានជាមួយនឹងបញ្ញា shut down យកតាមដល់ជួយការដេញវាយពីសាស៊ូមិនដល់បញ្ចប់ទេវាយ Secret មានតែ Smash ឈាមតាមដល់អត់មាន Rotate មានតែបណ្ដា skill យកតាមដល់ជាមួយនឹងការកឹបតាប៉ោងជួយគ្នាបានល្អខ្លាំងតែពីណាចាបើអត់តែធ្វើការ cover យកជាមួយនឹង stake ផងដែរតែ King Ares ក៏មានការដកថយទៅវិញផងដែរមិនគេយកឃើញគេដឹងដែរថាជាមួយនឹងបាឡាគាត់ទៅជន់ lane អី sprint lane គេចាយអស់មក flicker ហើយទី1 flow early game ហ្នឹងគឺយើងឃើញថាពួកគាត់ព្យាយាមក្នុងការ fast total ដូចគ្នាប៉ុន្តែដោយសារគេមិញ Ares គាត់តែពួយ skill សពប្រមាណតែពួយ clear mid lane គាត់ទៅ target lock ទៅលើបញ្ញាយកមកបញ្ញាមិញដូចសម័យរោមស្គរទីមេករោមបញ្ញាឡើងពីរនាក់បាទយកទៅ target lock ហ្មងនិយាយទៅមិនមែនបញ្ញាគាត់ប្រហែល retreat បានទេតែមិញប្រហែល retreat ពេកបញ្ញុកគាត់មែនតើមកបដាច់ skill face គាត់ដែលរុញឲ្យ King Ares off flicker មួយតែដូចអត់មានជាផលប្រយោជន៍អីបាននៅក្នុងតទី1ទេបាទអត់ទេដោយសារតែហេតុដែរហ្នឹងវាអត់មានរំពឹងអីទៅលើ flicker មានពឹងអីតែឈាមពេជ្រដេញតាប់យើងបើថា hero combo ដូចត្រស្រាដូចអីចឹងអាហ្នឹងអាចរំពឹងទៅលើ flicker តែនេះអត់ទេhero ប្រើ skill ជាមួយទៅវាយគេអាយ៉ាបាទគាត់ព្យាយាមដែរមិញបាហាឡាគាត់ដឹងដែរ flow early game គាត់ព្យាយាម fast total តាហ្នឹងព្យាយាម fast total ដែរប៉ុន្តែដោយសារតែគេលឿនដែរគេដឹងហ៎បាទគេមកពីក្រោយហើយណាមួយ Cypher ស្រួលបើក map យ៉ាងងន់ទៅដល់បើសិនវាយគាត់ team វាយគាត់វាយអត់កើតគាត់អត់តែរត់យកមក Yes បាទ Stallion ផ្សៃហ្នឹង Stallion ផ្សៃចូលសាក់ទូ3នាទី40 my god នេះមក level តែនិយាយមែនណាlevel 8បាត់បាទនោះគេសាក់សូននេះខ្លាំងដូចណាបាទមើលការ rotate មកហើយជុំគ្នា Cypher បើក map ជួបជាមួយនឹង Secret នៅក្នុងនឹងការឆ្លងជាមួយនឹងការកប់សក់បើមិនបញ្ហាអីទេប្រើ skill ទី1របស់ Harris បាទណាចា clear ជាមួយនឹង Midland បាទអាចនឹងមានការវាយគ្នាដែរទេថតទី2នឹងមានការ spawn ក្នុងរយៈពេល12នាទីផងដែរបាទនិយាយទៅ game គូទី2នេះមានអារម្មណ៍ថា early game គាត់សើវាយគ្នាហ្មងបាទដោយសារ game ទី1គាត់ត្រូវ trap គេម្ដងពីបាហាឡាដល់ពេលអញ្ចឹងគាត់ត្រូវ secure ដែរបាទកុំឲ្យគេ snowball បានទី2វិញម្ដងណូអ្នកនៅចំណេញហ៎ Luffy ច្រឡំKing Ares បាទកត្រាអាយយបាទមានការតេសថ Luffy នៅ spam ឲ្យថវាយចុះវាយឡើងតែមើលឃើញ map បញ្ញាពី King Ares ដូចគ្នាទៅដល់ King Ares ធ្វើការគួតជាមួយនឹងបញ្ញាមុនគេយកតាមជាមួយនឹងការជន់ ultimate cover ពី Cypher ជាប់អាពីរ៉ូបាក់ Smash ជាមួយនឹងការបោកវាយយកតាមមិនដឹងវាយអីគេខ្លះទេជាមួយនឹងការវាយចុះវាយឡើងដាច់ជាមួយបញ្ញាឬក៏ណា Secret មុនគេជាមួយនឹងបញ្ញាក៏មានការបាន10ជាមកដែរពីសាក់ស៊ូវ៉ាវ Luffy សមដែរទៀតទៅដល់ចាក់បញ្ឆាំងមួយពីមក King Ares ធ្វើការវាយជាមួយនឹងការកឹបសាប់បាំងវិណាចាបណ្ដាយើងមើលជាមួយនឹងថតទី2នេះ secure ពី team Max
និយាយរត់ទៅគេដឹង timeline ទី make early game របស់បញ្ញាខ្លាំងហ៎គឺគេលុកទៅលើបញ្ញាយកមកដល់បញ្ញុកអត់ឲ្យធ្វើអីចេញយកមកទទួលស្គាល់ថាបញ្ញាគឺគាត់ក៏ជា player ម្នាក់ដែល farm លឿនទៅលើនេះដែរប៉ុន្តែយើងក៏លេចទៅមើល player របស់ team មួយទៅបញ្ញុកបិទទៅលើបញ្ញាយកមកបាទទៅយ៉ាចុះយកក៏មក play ទៅគ្នាជាមួយនឹងកញ្ចប់ MLBB របស់យើងដូចគ្នាដែលមានជាមួយនឹងកញ្ចប់មួយសប្តាហ៍និងមួយខែដូចគ្នាអញ្ចឹងសម្រាប់មួយសប្តាហ៍អ្នកទាំងអស់គ្នាចំណាយត្រឹមតែ1រៀលកន្លះទេទទួលបាន56ពេជ្រនិងមួយខែចំណាយ$6និងទទួលបានជាមួយនឹង235ពេជ្រដូចគ្នាបាទចាំកាលបើប្រើប្រាស់ sell ខាតទាំងអស់គ្នាណងបើចំណេញបានតែមិនទៀតដល់លេងហ្គេមបាច់កង់ចោល Yes បាទទៅកន្លែងណាក៏មានសេវាដែរបាទចឹងមានសាយហ្វឺធ្វើការហក់ទៅលើក្រែនតែអត់មានបញ្ហាទេសេក្រីតកន្លែងនេះជាមួយនឹងការដកជាមួយនឹងលបងរបស់ខ្លួនឯងដូចគ្នាដេញបាញ់យកទៅដល់ជាមួយនឹងការពុះពីអេរេធ្វើការម៉ាត់អត់ទៅជាមួយនឹងការ shut down ពី Sky Piercer របស់ Live ដូចគ្នាបានតំចេញមិញឥឡូវបាន mistake បាត់ហើយពីឡើយ My god បាទ early game អញ្ញាដាច់គួរទៀតហើយក្រែនមាន flicker អញរត់បានដែរទេគ្រាន់តែក្រាកទេតែប៉ុណ្ណោះអត់បញ្ហាទេព្រោះដោយសារ damage របស់ Live អត់ទាន់បាញ់ដល់គាត់ហ្នឹងអូយបាទនិយាយរួមទៅជាមួយនឹងឈើដេញលុកពេញ map យកមកដេញជន់យកមកបាទបានធ្វើអីទេបាទចឹងប៊ីម៉ូក្នុងការ copy ultimate high loss ចឹងងាយស្រួលមែនទេក្នុងការចេញចូលប៉ុន្តែបញ្ញាមើលទៅដូចរៀងចង់ទូអើយក៏ដូចមានការបាក់ ultimate យកទៅដល់ពីណាចាភព skill ទៅលើ King Harry start ឈឺទេកំសាប៉ោជាប់បាន200ក៏ដូចជាកន្លែងនេះខ្លាញ់ Cypher ក៏លោឈៀបដូចគ្នាបាទខ្ញុំអៀយកមកណាមួយ 4k lit យ៉ា 4k lit កលេចទៅមើលដៃចាកន្លះសាក់ស៊ូ level 11បញ្ញា level 9បាទតែមួយបាក់ចោលបញ្ញាគេគេបញ្ញុកគាត់ពេកហ្នឹងហើយហេរ៉ូហ្នឹងអត់មានអីចេញចូលហ្នឹងបើសិនហោះអាទីអស់លេងហើយអ្វីដែលសំខាន់នោះគ្នាគាត់ព្យាយាមជួយដែរប៉ុន្តែស្គីគេដូរមកកតូលូមកជន់ហ្នឹងមកដុំហ្នឹងតមកធិតដែរបន្ទូលេងយ៉ាតែ Hello វាបាន sustain ដែរកាប់បាត់បើសិនយើងគិតបើទៅរកមកធិតដែរទេបើសិនកតូតក៏អាចនឹងងាយស្រួល cover គាត់យ៉ាបើបានកតូតល្អជាង Hello បើគេបញ្ញុកមកវាយយើងច្រើនយើងលោតយន់ហ្នឹងតតហ្នឹងកំបោបាទមួយ alpha បាទចាឥឡូវព្រាមជាមួយនឹងខាតមានការតែយកតែម្ដងតែយើងមួយជាមួយនឹង stake របស់ Live Game នេះដាក់រក stake ពេលនឹងយកតែម្ដងចា skill មួយពី Cypher ឲ្យមានបញ្ហាជាមួយនឹងការក្រាក់ទេយកតែម្ដងជាមួយនឹងការដាច់លើ Cypher បាត់ហើយព័ត៌មានជាមួយនឹងការ review សានបានទៅលើសាសូទេប៉ុន្តែមានការបោកវាយយកតែម្ដងពី King Ares មួយទៅលើ4ចូលទៅដល់វាយជាមួយការចាយពីការក្រាក់ទេវាយពី Grand ផងជាមួយការ shut down ទៅលើ King Ares គ្មានតែជាមួយនឹង Grand ទេបាត់ដៃលោតតាលៀនសាមកកង់យកមកបាទបាទជីបាទព្រោះសារមិញ King Ares គាត់ធ្វើដើម្បីពាំងគ្នាគាត់រត់ដែរបាទធ្វើចឹងមិញគ្នាគាត់អាចបាក់រត់ដែរនិយាយទៅគាត់ចង់រត់ដែរគាត់ដោយសារតែគាត់សល់ flicker តែគេសល់កតេហ្នឹងមកកតេ Holy សាក់ស៊ូបាទតែ4 stake អូ8ទី4លឿនមែនព្រះ8នាទីហ្នឹង8ទី4 stake ច្រើននិយាយរួមទៅមីនីទាំងអស់គឺសមាជិក team mate គឺអត់ឲ្យអត់មានអាគេ clear ទេគឺប្រឡែងឲ្យ live clear ទាំងអស់បាទចឹង live ទាំងអស់សាក់ស៊ូចាំយកតាចាំកលបាទអត់ secure បើក map បាទអាយោមានការ short call មានការស្រែកលឺបណ្ដាអើយមាញ់បាទមិញបើថតតកន្លែងនេះគ្រោះថ្នាក់បាទទៅហើយមានការគក់ Grand ម្ដាយពីដៃពី King Ares តែបើយើងមើលទៅជាមួយនឹង live ចិត្ត10000 goal បាទលឺដល់អស់ A ហើយអស់ B ទេតែនៅ C 4k league ដដែលហ្នឹងបាទបើក map ពី secret ប៉ុន្តែណាចាក៏មាន stake ច្រើនគួរសមដូចគ្នានិយាយទៅ game នេះ phase របស់ខាង Valhalla គាត់ត្រូវយក early sustain និងឈានទៅដល់ mid និង late game របស់ខាង team Valhalla គាត់មានជាមួយនឹង Grand ហើយនិងណាចាបើចូលដល់ late គាត់មាន damage ច្រើនមែនទែនតែ phase មួយនេះក៏ team mate គាត់ដឹងដូចគ្នាថា timeline damage របស់ខាង team Valhalla ចូលទៅដល់ late នោះគឺដល់កម្រិតណាព្រោះគាត់កំពុងតែព្យាយាមចង់ snowball game ហ្នឹងហើយបាទចឹងរៀងស្ងប់ស្ងាត់បន្តិចហើយក៏ដូចជា Ares បើក map ពេញនឹងយកតែម្ដងអត់ពី Cypher នៅសល់ Ares មួយទៀតបាទចាឥឡូវមានការ cover នៅខាង top lane មកដែរ2ដូចមានការបាញ់ខំជាយកតែម្ដងទៅលើ Luffy មានអារម្មណ៍ថាឈឺខ្លាំងតែបាញ់ចេញពីឡានក៏ដូចជាវត្តមានជាមួយនឹងការចេញមកវិញដល់ជន់អាទីយកតែម្ដងជាមួយនឹងការជន់ទៅហើយចាប់ Grand មុនគេ Grand បកកាយរត់ដែរជាមួយនឹងការចៃ flicker មួយរត់បានឡងខ្លាំងតែម្ដងជាមួយនឹងវត្តមានជាមួយការម៉ាត់ចូលទៅក្នុងជាប់ជាមួយនឹង Cypher ក៏ដូចជា King Ares ចង់ទៅណាមានការវាយកំសាប់អោដែរពីណាចា King Ares សោជាមួយនឹងគេទី1ដល់ថយបានដែរជាមួយនឹងការជាប់ stand របស់ Screen ចង់ទៅណា Ares នៅតែផ្ដាច់បានឬក៏មិនបានអត់បានដូចគ្នាជាមួយនឹងការដកថយបានពី Ares អូយតាន់ដូចក្រប3ចាយចង់មលៀនស្គីមកវាយ Cypher ដាច់គេត្រូវទៅចំណាយពេលទៅវាយ King Ares ទៀតបាទមានអារម្មណ៍ថាខាត់ពេលច្រើនដែរ
ប៉ុន្តែអ្វីដែលសំខាន់ក៏អាចទាញ goal lead បានខ្លះៗមកវិញដូចគ្នាប៉ុន្តែយើងក៏លេចទៅមើល Grand លយសតមានស្នាជាមួយនឹងការឡើងបានឲ្យធីមបាន2-3ឲ្យធីមដែរគាត់ចាំតែចេញ Holy Crystal មកគ្រាប់ទៀតឈ្មោះអប់នេះបាទតែគាត់ពាក់ defend ឡននេះចូលអាចលងពីបហាឡាព្រោះគេបែរអស់ skill ច្រើនណា Grand ប៉ុន្តែឥឡូវនេះមានវិញអស់ហើយព្រោះខាងគេចាយ spell ឯងចាយ spell ជាមួយហេតុបាទទី1ទី2បញ្ញាអាចនឹងពិបាក retreat មួយដូចជាមួយនឹងសាស្រូព្រោះសាស្រូបែរខុសគ្នាឡើង3តែបើសិន retreat ក៏ពិបាកសម្រាប់គាត់ដោយសារមានការណយចេញពី king area បាទតែឥឡូវមានការពងយកដល់ពងយកណាចាឡូឈាមខ្លាំងតែជាមួយការក្រាំងទេអាគុកពីអាស៊ីនអីគុំដាក់ទាំងអស់យកដល់អស់អស់ទីហើយពីសាក់ស៊ូក៏មានការអស់ត stack ដូចគ្នាជាមួយនឹងការហៅថា spawn តែផ្ទះជាមួយនឹងការយកមានតែ10 stack ពីឡាយ Sky Fisher វាយពី secret បើក map ក៏ដូចជា lot ជាមួយនឹងការវាយនេះពីសាក់ស៊ូធ្វើការដេញវាយទៅលើ UV ជាមួយនឹងការតេងដកថយជាមួយនឹងការ flash spell ឈាមដល់ទៅ2យកដល់ជាមួយនឹងការផ្ដាច់ទៅលើ cyber មិនគេអាចមានបញ្ហាដែរទេជាមួយនឹងអាចារ្យក៏មានការមក rotation តន់ដូចគ្នាជឿបើក map អ្នកណាបើក map វាយអ្នកហ្នឹងបាទទៅហើយបើ King Area បើក map lot ក៏នៅតែអស់កន្លះដូចគ្នាជាមួយនឹងការបាញ់យកទៅដល់ពីវត្តមានមកឡាយធ្វើការ shut down ទៅលើ Luffy ហើយជា retrieve ជាមួយនឹងការ free lot ពីបញ្ញាបាល់ឡងខ្លាំងតែន Area enemy ក៏ដល់ថយដែរជាមួយនឹងការជាប់ស្ទើរមកពីរោចៃ flicker មួយពី King Demo ជាមួយនឹងការដេញបាញ់ពីឡាយ shut down ទៅលើបញ្ញាដូចគ្នាសល់ពីរោម្ដាយពី secret ជាមួយនឹងការ cover គ្នាឈូតាមផបបទៅហើយឈូតាមផបបអត់មានជាមួយនឹង RT អត់ទៅទេបាទតែសារតែមិញសាក់ស៊ូគាត់អស់ RT ទី1ទី2អ្វីដែលសំខាន់នោះគឺ shot out ទៅលើ Grand សាក់ស៊ូអត់មានប្រឡងនៅក្នុងការឈូស្ទាចូលទៅ retribution ដូចជាមួយនឹងបញ្ញានោះទេបាត់ជាប់នៅនឹងយកបាយក្នុងផ្ទះតេងណែងឆាយ flicker មួយធ្វើការអស់ flicker បាត់ហើយបាទនិយាយរត់ទៅគឺមិនច្នៃ skill ច្រើនមែនតើទី1ទី2កន្លែងតែ lot មិញពិបាកបន្តសាក់ស៊ូព្រោះសាក់ Grand បាត់ជាប់យកមកសម្រាប់ការលេងពីការសម្រាប់ពីការលេង MLBB បាទឬក៏ Mobile Legends Bank ក៏ភ្លេចណាមកទស្សនារោងកុន Legend Cinema បាទចឹង lot នេះគឺបានទៅលើវត្តមានរបស់ Valhalla ឡាយ remake ទៀតដល់ហើយព្រោះមិញមានអារម្មណ៍ថាគាត់ដឹងដែរគាត់ពិបាកចូល retreat គឺគាត់អ្វីដែលគាត់ធ្វើហ្នឹងដល់មិញគាត់ពេលភ្លាមហ្នឹងសាក់ស៊ូគាត់ចង់ team fight ដែលចេះគាត់រត់ទៅខាងលើដើម្បីទៅបន្ត stack perfect bit គាត់ដើម្បីដេញតាមទៅលើ Grand តែសារ Grand គាត់មានមកដាស់ឆ្លងអញ្ចឹងហ្នឹងគឺធ្វើឲ្យគាត់តាមលេងតនឹងដើម្បីអត់គ្រប់ណាមួយ secret គាត់ឈរក្បែរទៅលើ Grand ដែរបាទតែហ្គេមនេះបើសិនជាហូតដល់ late game គឺលុយសុទ្ធតាស្មោមណាហ្នឹងបាទព្រោះសារធ្វើឡើងដើម្បីពួកគាត់ដឹងដូចគ្នាថាបើហាឡាដូចជាHarrodដូចជាសេសលៀនអីសើដើម្បី late game គឺកណាត់ហើយបាទអញ្ចឹងបើត្រូវ skill របស់សេសលៀនអីហ្នឹងមកកង់ដែរណាមកគុំបាទបាទឥឡូវផង skill ចាំទៅលើ Luffy copy ultimate មួយប៉ុណ្ណាការក្រាកទេចេញពី high loss ពី Bimo ទៅពីយាយរត់ពីមកហ្គេមនេះមានតែ copy Luffy ហ្នឹងហើយអស់ហើយអត់មានដល់ copy ណាគេហ៎បើ copy បណ្ដាំងបានតែមួយសាន់មួយតិចបាទឥឡូវមានការបាញ់អត្តមែតតែពីលេងពី live ដូចគ្នាចូលទៅដល់ឃើញមុខវត្តមានរបស់ King Aris បតាយកមកជាមួយនឹងសាក់ស៊ូអស់ឡើងក្រោមយាយរត់ទៅហ្គេមមួយនេះបើសិនត្រាស់ team mate ដូចឥឡូវពីមកគាត់មិនមានកតេលត្រូវបើគាត់ឈ្មោះពីមុខចាំឲ្យ Cypher លោក RT កាត់ពីក្រោយល្អបាទ King Aris ធ្វើការដេញទៅលើ secret យកតាមឡងអត្តមែតធ្វើការបើកជាមួយនឹងក្រាក់ទេយកតាមជាមួយនឹង Grand អេបាញ់យកផ្ដាច់ជាមួយនឹង secret បានឡងខ្លាំងតែពី live យាយរត់ទៅគាត់ត្រូវតែ high map ចឹងយកមកព្រោះសារ high map គេដើម្បី create space ឲ្យ Grand នៅក្នុងការ farm យកលុយដើម្បីមាន damage លេងតែមានណាចាប់ជាប់បាត់ហើយហ្នឹងអត់មានអីរត់យកហ្មងបាទចង់ផ្លូវ top lane T2 ដាច់បាត់ហើយពីព័ត៌មានរបស់ live ធ្វើការផ្ដាច់ជាមួយនឹង Seal Halberd ក៏បានចូលដូចគ្នាចឹងការទៅធ្ងន់នេះអ្នកដែលបើកមុខទៅដល់ពូយកតែម្ដងពី Luffy អាចរត់រួចដែរទេ Press Spell ឈាមតែមានអ្នក cover អត់ទាន់ទេជាមួយនឹងការទូ Sky Fisher ចេញពី live ទាំងកង់យកតែម្ដងជាមួយនឹង ultimate របស់ណាចាក៏គេអត់ខ្លាចដូចគ្នាគេច្បាស់នៅ damage គាត់ live ចាប់ដើមមាន Sky Fisher 50 stack ហើយលេងសោយណាបាទឥឡូវ T1 Thread អាចនឹងយកបានផ្ដាច់ពីវត្តមានរបស់ Bimo ធ្វើការឲ្យ Thread គក់ពីដៃដែលមានបញ្ហាសម្រាប់គាត់ទេបាទ Bimo នេះកន្លែងហ្គេមហ្នឹង Grand ចាប់ដើមមានណាហ្គេមហ្នឹងលើហ្គេមវាយអល់ហ្នឹងណាបាទទៅដល់ភោគ skill ម្ដាយពីដៃពីណាចាឲ្យយកឲ្យណាចាក៏លោជាមដែរសល់ជាម 50% អានេះចូលជាមួយទីបាយដែរទេម្ដាយយកមើលជាមួយនឹងការឈូមកពី Grand ដាក់ម្ដាយទៅលើជាមួយនឹងវត្តមានរបស់ Bimo តែ Bimo អត់បញ្ហាទេគាត់មានជាមួយនឹង blocking ដើម្បីយកជាមួយនឹងឈាមតរោមបានម្ដាយដូចគ្នាបាទហ្គេមនេះKing Aris ប្របាក់នៅក្នុងការ target lock ព្រោះថាហ្គេមវាដល់14នាទីហើយបាទអូយម្ដាយឈឺម្ដាយឈឺ Bimo បាទពីការផុក skill ចេញពី live ដាក់ ultimate លេងតែលេងសិនទៅពីមកកំពុងហ Luffy បាទតែកាសៀអត់មានអ្នកទៅអត់មាន load ពី Bimo អញ្ចឹងបាទ
Aris mang mét វ៉អេបាទ14នាទី50វិនាទី5ទល់នឹង8គោលក៏នៅតែបន្តនាំមុខ អូតើក្រែណាឈូ1ឈូ2តែសាក់សួរធានវាយទេអូយយកមកពោះវិញបេតបាក់អត់តែអស់អាទីបាត់បែតអស់ ប៉ុន្តែពីរ៉ូនឹងអាទីមួយផ្លែដូចគ្នា ណាំមានលឿនទេបើសារមាន cool down ប៉ុន្តែភ្លាមជាមួយនឹងការតែយកឡតឬក៏ណាវត្តមានជាមួយនឹងក្រែអត់មានតែមែនទេព្រោះមានការកោបកឹបសាក់ប៉ោងយកទៅដល់បណ្ដាអ្នកពីក្រោយពីគេថ្ងៃនេះធ្វើការឡុកទៅលើក្រែយកទៅដល់មានការចូលជាមួយនឹងការចាយនឹងក៏មាត់យកទៅដល់ពីក្រែធ្វើការតែនេះវាយជាមួយនឹងធីមវាយក្រែធ្វើការឡុតអាទីជុំពីសាក់សូធ្វើការ shut down ទៅលើវត្តមានសាក់សូមានការតែយកបណ្ដាលោកពីដូចគ្នាបាត់បង់សោត last man standing តែបណ្ដាពីក្រែ ជាមួយនឹងការដោ ultimate កូពីពី B មកគ្រាន់ដល់ឃើញគាត់កូពីជាមួយនឹងកតេមែនគាត់គេបើកតេចូលមកហ៎ក៏ចូលមក Cypher លូនមកអាទីមកមានអីគាត់កូពីបណ្ដាងហ្នឹងម៉ាត់ចូលជាងយកមក ចាឥឡូវ T3 អ្នកផ្លូវមីឡែនក៏មានការយកបានផងដែរពីវត្តមានរបស់ Team Mac ក៏ដូចកន្លែងនេះ Last Man Standing ក៏ផ្ទះជាមួយនឹងការ shut down wipe out ជ័យជំនះ2-0គឺបានទៅលើ Team Mac